Và số đây bang bố nó cái lâu này đó là đâu ca thầu đâm bà lại đi đấy hay ní còn để cho ca cầm san phong đai hay bờ tọp bị thua đây đuôi ca tổ tên khọp bụi ấy chẳng á phụ ấy ca đâm mình lại cứ chia cam phép muối để thưa ở dương miền ca cầm san cái đông pe tầm này hay có ai đó là tháp bây giờ chỉ cho đó chỉ vượt bị chạm ngày phong đai xong ra mình nuôi chỉ cho cá đâm bà lại mình trầm tại chỉ ca nghe cả cam của nó tê ប៉ុន្តែវាជាវិធីមួយក្នុងការសម្រាប់ចាត់បំបត្តិភាពតានតឹងនិងការប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍សម្រាប់ការរស់នៅរបស់យើងអញ្ចឹងណាហើយការដាំបន្លែជួយឲ្យយើងប្រើប្រាស់ពេលវេលាទំនេរបានយ៉ាងមានអត្ថន័យជំនួសឲ្យការចំណាយពេលលេងទូរស័ព្ទឬមើលទូរទស្សន៍យូរពេកនាំឲ្យខូចភ្នែកខូចសុខភាពអីចឹងទៅយើងអាចចេញទៅថែទាំដំណាំដូចជាសាព្រោះគ្រាប់ពូជអីចឹងទៅស្រោចទឹកនិងដកស្មៅសកម្មភាពទាំងនេះធ្វើឲ្យពេលវេលារបស់យើងខ្លាចជាពេលវេលាដែលមានតម្លៃហើយធ្វើឲ្យយើងនឹងមានអារម្មណ៍រីករាយនៅពេលដែលយើងឃើញបន្លែលូតលាស់ល្អជារៀងរាល់ថ្ងៃព្រោះអីវាជាស្នាដៃរបស់យើងជាការខិតខំរបស់យើងចឹងណាហើយជាទុកជាបទពិសោធន៍ទៀតអីចឹងទៅការដាំបន្លែក៏មានអត្ថន័យយ៉ាងខ្លាំងជ្រាលជ្រៅចំពោះសុខភាពផងដែរពេលយើងធ្វើការដាំដុះយើងត្រូវការចលនារំកិលរាងកាយយើងដូចជាជីកដីកាន់ធុងទឹកឬដើរចូលក្នុងចេញចូលក្នុងសួនបន្លែសកម្មភាពទាំងនេះជួយឲ្យរាងកាយយើងមកមួនកាត់បន្ថយជំងឺនិងធ្វើឲ្យយើងមានចិត្តស្រស់ថ្លានិងរីករាយហើយលើពីនេះបន្លែដែលយើងដាំដោយខ្លួនឯងភាគច្រើនមានសុវត្ថិភាពព្រោះអាចគ្រប់គ្រងការប្រើប្រាស់ជីនិងថ្នាំបានល្អដូច្នេះជួយឲ្យយើងទទួលបានអាហារដែលមានអនាម័យនិងល្អសម្រាប់សុខភាពអូខេព្រោះអីយើងដាំបែបលក្ខណៈធម្មជាតិហើយយើងអាចបានដាំជាពិសេសដាំកន្លងជុំវិញផ្ទះអីហ្នឹងយើងធ្វើឲ្យយើងមានទេសភាពសម្រាប់ទស្សនានៅពេលដែលយើងអបសុកអីចឹងណាពេលល្ងាចអីយើងសម្រាប់ពីការងារផ្សេងយើងអាចទៅបធូរបថយអារម្មណ៍តាមតឹងជាមួយនឹងបន្លែរបស់យើងនឹងបានអញ្ចឹងហើយនេះជាការចូលចិត្តរបស់ខ្ញុំមួយដែរនៅពេលដែលទំនេរក្រោយពីការងារហើយការដាំបន្លែមិនត្រឹមតែជាការកំសាន្តប៉ុណ្ណឹងទេប៉ុន្តែវាជាការដែលផ្ដល់ផលល្អទាំងពេលវេលាសុខភាពហើយនិយាយទៅវាអាចថាជួយសន្សំសំចៃថវិកានៅក្នុងគ្រួសារយើងផងដែរដូច្នេះហើយយើងគួរតែចាប់ផ្ដើមដាំបន្លែបន្តិចបន្តួចទៅផ្ទះដើម្បីទទួលបានភាពរីករាយសុខភាពល្អនិងអាហារសុវត្ថិភាពសម្រាប់គ្រួសារដែលយើងរំពឹងថានឹងមានសុខភាពល្អព្រោះអីមនុស្សម្នាក់តែងតែប្រាថ្នាចង់បានសុខភាពល្អចឹងហើយដាំបន្លែបើគេអ្នកក្រុងអ្នកអីគេហាត់ប្រាណហាត់អីចឹងទៅតែបើយើងអ្នកស្រែយើងបដូរពីការហាត់ប្រាណយើងហាត់ប្រាណដែរតែហាត់តិចតួចសល់ពេលវេលាយើងគឺដាំបន្លែចឹងហើយវាមានទេសភាពស្អាតល្អតែធ្វើឲ្យអារម្មណ៍យើងនឹងស្រស់ស្រាយនៅពេលល្ងាចយើងអាចមើលលំហែអារម្មណ៍យើងបានចឹងជាមួយគ្រួសារណាបងប្អូនហើយអញ្ចឹងហើយតោះចាប់ដើមដាំទាំងអស់គ្នា